ដើម្បីឲ្យយ៉ងជឿអាចស្នងតំណែងក្រុមហ៊ុនបានដោយរលូនម្ដាយបានធ្វើរឿងដ៏គួរឲ្យស្អប់ខ្ពើមលើកូនប្រុសបង្កើតរបស់ខ្លួនដោយវាយយុវជននោះទៅលើដីយ៉ាងខ្លាំងបន្ទាប់មកបងស្រីនៅក្បែរថែមទាំងបានចាប់ដៃរបស់យុវជននោះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរសិទ្ធិប៉ាតង់ក្រុមគ្រួសារដែលងើបទងនេះគិតថានៅពេលដែលពួកគេគ្រប់គ្រងប៉ាតង់យ៉ងជឿនឹងអាចរក្សាជំហរជាអ្នកស្នងតំណែងបានប៉ុន្តែពួកគេមិនបានដឹងថាយ៉ងជឿដែលពួកគេថែរក្សាដោយយកចិត្តទុកដាក់នោះគ្រាន់តែជាមនុស្សឥតប្រយោជន៍ដែលគ្មានខួរក្បាលប៉ុណ្ណោះទោះបីជានាងទទួលបានប៉ាតង់ក៏ដោយក៏នាងមិនអាចយល់ពីគោលការណ៍បច្ចេកវិទ្យាស្នូបានដែរយុវជននោះខឹងយ៉ាងខ្លាំងហើយចង់ដណ្ដើមយកលិខិតផ្ទេរសិទ្ធិមកវិញប៉ុន្តែដោយអចេតនាបានប៉ះទង្គិចនឹងចង្កៀងអាល់កុលសម្រាប់ពិសោធន៍បណ្ដាលឲ្យមន្ទីរពិសោធន៍ផ្ទុះចេះភ្លាមគ្រួសារនោះឃើញហើយមិនខ្វល់ពីយុវជនដែលរងរបួសដួលលើដីឡើយបានអូសយ៉ងជឿរត់គេចខ្លួនទៅមុនពេលចាក់ចេញពួកគេថែមទាំងបានចាក់សោទ្វារយ៉ាងតឹងណែនដោយកាប់ដាច់ផ្លូវរស់ចុងក្រោយរបស់គាត់យុវជននោះបានបិទភ្នែកទាំងក្តីអស់សង្ឃឹមនិងកំហឹងនៅពេលដែលគាត់បើកភ្នែកម្ដងទៀតគាត់បានត្រឡប់ទៅពេលដែលយ៉ងជឿចាប់ប្រកាន់គាត់ថាបានលួចរបស់របរជាលើកដំបូងឬសម្លេងគោះទ្វារយ៉ាងខ្លាំងនៅខាងក្រៅយុវជននោះក៏បានយកកាំបិទត្បូងដែលយ៉ងជឿលាក់នៅក្រោមគ្រែរបស់គាត់បោះទៅក្រៅបង្អួចយ៉ាងលឿនបន្ទាប់មកទើបគាត់បើកទ្វារដោយមិនប្រញាប់ប្រញាល់ប៉ុន្តែអ្វីដែលស្វាគមន៍គាត់នោះគឺរំពាត់របស់ឪពុកដែលប្រញាប់ត្រឡប់មកវិញបងស្រីនៅក្បែរបានស្ដីបន្ទោសមុនគេដោយនិយាយថាគាត់នៅទំនេរក្នុងបន្ទប់យូរត្រូវតែមានមន្តសការមិនស្អាតកាលពីលើកមុនគាត់លួចខ្សែរបស់នាងដើម្បីលក់យកលុយលើកនេះហ៊ានចង់បានកាំបិទត្បូងរបស់យ៉ងជឿទៀតពិតជាមិនអាចកែប្រែបានឡើយឪពុកក៏មិនទុកមុខឲ្យដែរបានបញ្ជាឲ្យមនុស្សគ្រប់គ្នារុករកបន្ទប់របស់យុវជននោះប្រសិនបើពិតជារកឃើញកាំបិទត្បូងមែននឹងវាបំបាក់ជើងរបស់គាត់រួចបោះគាត់ត្រឡប់ទៅមណ្ឌលកុមារកំព្រាវិញក៏ហោះតើវានៅក្រោមគ្រែនៅពេលដែលពួកគេមិនបានអ្វីទាំងអស់ទឹកមុខរបស់មនុស្សគ្រប់គ្នាគឺមិនជឿទេពួកគេលើកនេះពិតជាបានយល់ច្រឡំយុវជននោះមែនប៉ុន្តែយុវជននោះមិនបានទុកឱកាសឲ្យពួកគេឆ្លើយតបទេបានដណ្ដើមយករំពាត់ពីដៃឪពុករបស់គាត់ភ្លាមដើម្បីការពារខ្លួនពីការរងរបួសម្ដងទៀតបន្ទាប់មកក៏បានយកលិខិតលះបង់មរតកចេញមកដើម្បីឲ្យឪពុករបស់គាត់ចុះហត្ថលេខាឪពុកព្យាយាមចាប់អារម្មណ៍ដោយប្រើសិលធម៌ប៉ុន្តែគាត់មិនដឹងថាយុវជនដែលបានចាប់កំណើតជាថ្មីនេះបានដឹងពីគ្រប់ចំណុចខ្សោយរបស់ពួកគេទាំងអស់នោះទេការខ្លែងបន្លំការសិក្សារបស់ខ្ញុំក្រោមបណ្ដាញចុះឈ្មោះសិក្សាការរំលោភបំពានមូលនិធិសាធារណៈដើម្បីទិញវីឡាឲ្យកូនប្រុសធ្វើរឿងទាំងអស់នេះខ្ញុំដឹងច្បាស់ណាស់ទៀតពេលនិយាយពាក្យនេះចប់ឪពុកក៏ភ័យខ្លាចរហូតដល់ដួលទៅលើដីភ្លាមចំណុចណាមួយក្នុងចំណោមចំណុចទាំងនេះអាចរុញច្រានពួកគេឲ្យធ្លាក់ទៅក្នុងទីជ្រៅបានគាត់បានចុះហត្ថលេខាលើលិខិតលះបង់មរតកទាំងញាប់ញ័រដោយគិតថាទោះបីជាគាត់គ្មានកូនប្រុសនេះក៏ដោយក៏នៅតែមានយ៉ងជឿដែលអាចជួយក្រុមហ៊ុនឲ្យសម្រេចបាននូវភាពរុងរឿងគាត់បានណែនាំយ៉ងជឿឲ្យត្រៀមខ្លួនឲ្យបានល្អសម្រាប់ការផ្លាស់ប្ដូរវិជ្ជសាស្ត្រនៅថ្ងៃសុក្រដរាបណាគាត់អាចតាក់ទងជាមួយកញ្ញាចៅយ៉ាវនៃគ្រួសារចៅនោះក្រុមហ៊ុនរបស់ពួកគេនឹងចុះបញ្ជីក្នុងពេលឆាប់នេះប៉ុន្តែក្រុមគ្រួសារដល់លើនេះមិននឹកស្មានដល់ថាយុវជននោះបានយកសមិទ្ធផលសិក្សាដែលគាត់បានប្រមូលផ្ដុំក្នុងជីវិតទាំងពីររបស់គាត់បានទៅរកកញ្ញាចៅយ៉ាវនៃក្រុមហ៊ុនចៅនេះដោយផ្ទាល់ហើយថែមទាំងបានស្នើដោយក្រអឺតក្រទុំឲ្យនារីដ៏ស្រស់ស្អាតរូបនេះវិនិយោគ100,000 លានឲ្យគាត់ពីលោកចៅបើមិនជឿឥឡូវនេះអាចឲ្យក្រុមស្រាវជ្រាវនិងអភិវឌ្ឍរបស់លោកទីមផ្ទាត់បានប្រសិនបើគម្រោងពិតជាដូចដែលអ្នកបាននិយាយមែន100,000 លានមិនមែនជាបញ្ហាទេនារីដ៏ស្រស់ស្អាតរូបនេះមានការសង្ស័យខ្លះបានយកទិន្នន័យរបស់យុវជននោះទៅមន្ទីរពិសោធន៍ដើម្បីផ្ទៀងផ្ទាត់លទ្ធផលគឺថាសូចនាករនានានៃរូបមន្តរបស់យុវជននោះគឺល្អជាងទិន្នន័យស្តង់ដារនៅក្នុងមូលដ្ឋានទិន្នន័យមន្ទីរពិសោធន៍ទៅទៀតពាក្យសម្ដីរបស់ចៅយ៉ាវពោពេញទៅដោយការសរសើរបានយល់ព្រមភ្លាមក្នុងការវិនិយោគ100,000 លានដោយមានលក្ខខណ្ឌថាយុវជននោះនឹងកាន់តំណែងជាអនុប្រធានប្រតិបត្តិក្រុមហ៊ុនចាប់ពីសប្តាហ៍ក្រោយដោយផ្ទាល់ត្រួតពិនិត្យចំណុចសំខាន់នៃការស្រាវរាវនឹងអភិវឌ្ឍថ្នាំថ្មីរឿងតូចតាចបែបនេះយុវជននោះបានយល់ព្រមភ្លាមនៅពេលដែលគាត់កំពុងស្វែងយល់ពីស្ថានភាពក្រុមហ៊ុនយ៉ងជឿនិងឪពុកម្ដាយដែលខ្វះខួរក្បាលរបស់នាងក៏បានមកដល់ទីនេះដែរពួកគេមកទីនេះដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយគ្រួសារចៅឃើញយុវជននោះស្រាប់តែលេចមុខក្រុមគ្រួសារនេះក៏យល់ច្រឡំថាគាត់បានលួចរូបមន្តរបស់ពួកគេមកក្រុមហ៊ុនចៅដើម្បីទទួលផលប្រយោជន៍មុនគេឪពុកក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យយុវជននោះប្រគល់រូបមន្តដែលលួចមកវិញបើមិនដូច្នោះទេនឹងមិនឲ្យគាត់មានកន្លែងរស់នៅក្នុងរង្វង់ឱសថទាំងមូលនោះទេយ៉ងជឿក៏បានចំអកនៅក្បែរផងដែរដោយនិយាយថាកាហ្វេដែលយុវជននោះកំពុងផឹករហែកជាត្រូវបានលួចមកដែរប្រឈមមុខនឹងការចំអកយុវជននោះក៏បានយកកាហ្វេនៅក្នុងដៃរបស់គាត់ជិះទៅលើយ៉ងជឿដោយមិននិយាយអ្វីទាំងអស់នៅពេលដែលអនុប្រធាននៃក្រុមហ៊ុនជើបានឃើញដូច្នេះក៏បានស្ដីបន្ទោសយុវជននោះភ្លាមដោយសង្កត់ធ្ងន់ថានេះមិនមែនជាសាលាជំនុំគ្រួសាររបស់គាត់ទេមិនត្រូវបានអនុញ្ញាតឲ្យបង្កបញ្ហាឡើយប៉ុន្តែយុវជននោះបែរជាឆ្លើយតបដោយស្ងប់ស្ងាត់ថាដោយសារយ៉ងជឿមកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវាជាឱកាសល្អសូមអនុប្រធានប្រមូលផ្ដុំថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់របស់ក្រុមហ៊ុនដល់ពេលដែលគាត់ត្រូវធ្វើការណែនាំខ្លួនជាផ្លូវការហើយកុំបារម្ភអីនៅក្នុងរឿងខ្លីលោកចៅកំពុងតែអង្គុយក្នុងក្រុមហ៊ុនឥឡូវនេះហើយថែមទាំងបានចេញបញ្ជាពីកៅអីសំខាន់ទៀតនេះជាការបង្ហាញយ៉ាងច្បាស់ថាគាត់ចាត់ទុកច្បាប់របស់ក្រុមហ៊ុនកាំងឌឺដូចជាការតុបតែងប៉ុណ្ណោះឥឡូវនេះការប្រមូលផ្ដុំមនុស្សច្រើនបែបនេះគឺដើម្បីធ្វើទារុណកម្មជាសាធារណៈមនុស្សគ្រប់គ្នាគិតថាយុវជននោះកំពុងតែរកផ្លូវស្លាប់ហើយប៉ុន្តែមិននឹកស្មានដល់ថាមួយវិនាទីក្រោយមកគាត់ក៏បានអង្គុយនៅលើកៅអីសំខាន់ហើយចេញបញ្ជាដោយសួរមនុស្សគ្រប់គ្នាថាតើពួកគេយល់ព្រមសហការជាមួយក្រុមហ៊ុនយ៉ងជឿដែរឬទេហើយបានបង្ហាញចំហផ្ទាល់ខ្លួនរបស់គាត់មុនគេថាគាត់ប្រឆាំងឪពុកឃើញដូច្នេះក៏បានស្ដីបន្ទោសយ៉ាងខ្លាំងថាគាត់គ្មានសិទ្ធិអង្គុយនៅលើកៅអីនេះទេឲ្យគាត់ចុះទៅភ្លាមទៅគាត់គិតថាគាត់ជាអ្នកណាគិតថាក្រុមហ៊ុនកាំងឌឺត្រូវបានបើកសម្រាប់គាត់ឬលោកចៅនៅតែអង្គុយនៅទីនោះមិនដល់វេនគាត់និយាយទេខ្ញុំក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអស់កាំងឌឺក៏ប្រឆាំងដែរ